ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះមានវីដេអូមួយដែលនាំកូនស្រីទៅទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាហើយនេះកំពុងតែរៀបចំខ្លួនពេលព្រឹកឡើងម៉ោង6 កន្លះជំរាបចំខ្លួនតុបតែងខ្លួនពីផ្ទះទៅឲ្យស្រេចតែម្ដងមកហ្នឹងចង់ឲ្យទៅដល់សាលាបន្ទាក់តែគាត់អត់ព្រមទេគាត់សុំពាក្យឲ្យហើយអញ្ចឹងទៅក៏រៀបចំខ្លួនពាក្យឲ្យស្អាតពីផ្ទះទៅដាក់រូបមកប៉ុស្តិ៍ពីរប៉ុស្តិ៍អីចឹងវីដេអូនេះថតកាលពីថ្ងៃទី24 ខែឧសភាឆ្នាំ2026ហើយក៏ទុកជាកម្រងអនុស្សាវរីយ៍សម្រាប់ពួកយើងក៏ដូចជាពិសេសសម្រាប់កូនដែលស្ពេលដែលគាត់ធំឡើងគាត់អាចមើលនិងរំលឹកអនុស្សាវរីយ៍ដែលគាត់នៅពីតូចបានចំពោះបងប្អូនដែលមានកូនតូចដូចខ្ញុំបងប្អូនអាចធ្វើដូចនេះបានថតវីដេអូទុកជាឯកសារសម្រាប់ទុកឲ្យគាត់មើលនៅពេលក្រោយរំលឹកអនុស្សាវរីយ៍ចាស់វាមានសេចក្តីសុខមួយយ៉ាងសម្រាប់យើងណាអញ្ចឹងបងប្អូនទាំងអស់គ្នាសូមទស្សនាដូចតទៅមកដល់សាលារៀនភ្លាមឃើញផ្លាកគេឃើញផ្កាគេលក់អូសុំថតនឹងផ្លាកទិញផ្កាទុកជាកាដូខ្លួនឯងនិយាយពីថាឃើញអីមិនបានទេលោកអើយលោកហើយម៉ែឪនេះក៏រត់តែឃើញកូនអញ្ចឹងហ្នឹងក៏សប្បាយចិត្តជាមួយកូនដែរតែទិញបានផ្កាមួយបាច់នេះគេសប្បាយចិត្តគេឈរហាលថ្ងៃអត់មានចូលក្នុងមលុបទេអាម៉ែឪនេះឈរហ្នឹងឡើងចង់ខ្វាក់ភ្នែកដែរឃើញពលឺថ្ងៃចេញពីនឹងមកនេះមកឃើញអីគេតុក្កតានេះគេពាក់និយាយពីសុំថតតាមដើរតាមពេញរោងគេទៅណាក៏សុំតាមដែរប៉ុន្តែមានបានថតឯណាបើឡើយតែក្មេងច្រើនពេកទៅមានបានបជ្រៀតគេថតផងអញ្ចឹងអត់បានថតបណ្ដោយនិយាយពីថាសប្បាយចិត្តនោះសប្បាយចិត្តដល់កយគេរត់ទៅរត់មកតាមតុក្កតានោះផងរត់មករកយើងនៅផងយើងនឹងអង្គុយមើលកូនទាំងកូនគេកូនយើងនិយាយពីថាសប្បាយរីករាយសប្បាយក្អាកក្អាយតែម្ដងម៉ែឪគេម៉ែឪយើងទាំងគេទាំងយើងអង្គុយមើលកូនញឹមអញ្ចឹងទៅញ៉ាំហ្នឹងធ្វើគេអូនធ្វើគេអូនប្រឡងនេះអូនទទួលសញ្ញាបត្រអូនទទួលនិយាយទៅបានហ្នឹងអូនទទួលសញ្ញាបត្រហើយកម្មវិធីទទួលសញ្ញាបត្រហ្នឹងគេមានកម្មវិធីរំលឹកគុណមេត្តាបិតាសាពះមានកម្មវិធីប្រកួតប្រជែងអីច្រើនប៉ុន្តែវីដេអូហ្នឹងសង្ខេបតែប៉ុណ្្នឹងឯងបាយបាយ